សូមគោរពបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំមក review ពី board system មានថា board VIP ដែលជាប្រភេទ board នេះយើងអាចប្រើកង់2ក៏បានកង់3ក៏បានដែរកង់4ក៏បានដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលតម្រូវការចង់បានប្រើ board ដែលពេញនិយមហើយពោពេញទៅដោយកម្លាំងខ្លាំងបងប្អូនអាចងាកមកប្រើប្រភេទ board នេះក៏បានអញ្ចឹងវាអាស្រ័យទៅលើបងប្អូនមានចំណាប់អារម្មណ៍ទេបាទដោយសារតែប្រើ board នេះទី1វាធន់នឹងទឹកភ្លៀងទី2កម្លាំង speed វាខ្លាំងជាងប្រភេទ board ខ្សែហើយប្រភេទ board នេះដែរជាប្រភេទ board VIP ដែលភ្ជាប់មកជាមួយនឹងខ្សែស្រាប់តែម្ដងបាទនៅក្នុងហ្នឹងគឺភ្ជាប់មកជាមួយខ្សែស្រាប់ដូចវីដេអូអញ្ចឹងបងប្អូនបាទហើយខ្ញុំបានបញ្ចេញ board នេះ2គ្រាប់ហើយបាទថ្ងៃមិញខ្ញុំទៅផ្លូវជាតិលេខ6ខ្ញុំទៅដាក់កង់3ឲ្យគេដែលគេប្រើប្រភេទ board system VIP ហ្នឹងបាទខ្ញុំយកទៅដាក់យកទៅកែបាទអញ្ចឹងឃើញថាលទ្ធផលវាល្អស្មូតល្អហើយថ្ងៃនេះមានបងប្អូននៅខាងកំពង់សោមបាទគាត់បានយក board នេះមកគ្រាប់ទៀតដើម្បីគាត់យកទៅដាក់កង់3ដែរអញ្ចឹងអ្វីដែលសំខាន់នោះគឺការដាក់កង់3គឺវាមាន board នេះជាប្រភេទ board អត់ខ្សែប៉ុន្តែវាបានភ្ជាប់ជាមួយនឹងខ្សែមកជាមួយងាយស្រួលនឹងយើងស្វែងយល់តែម្ដងបងប្អូនបាទអញ្ចឹងគាត់ឲ្យខ្ញុំតម្លាក់មេរៀនឲ្យគាត់អញ្ចឹងតាមខ្សែមួយមួយវាមានទូនាទីធ្វើអីខ្លះអញ្ចឹងណាបាទអញ្ចឹងខ្ញុំបានដាក់មេរៀនឲ្យគាត់ហើយបាទតាក់តងទៅលើ board នេះបាទសូមបញ្ជាក់ផងដែរ board នេះគឺមានទំហំទៅដល់1000វ៉ាត់បាទហើយកម្លាំងវាអាចប្រើភ្លើង48វ៉ុលក៏បាន60វ៉ុលក៏បាន72វ៉ុលក៏បានហើយទំហំវា1000វ៉ាត់បងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលតម្រូវការចង់ផ្លាស់ប្ដូរជាប្រភេទ board ប្រើជាប្រភេទកង់2ក៏បានកង់3ក៏បានកង់4ក៏បានអញ្ចឹង